ចំណែកឯរូបរាងខាងក្នុងនៃប្រភេទរថយន្ត Denza D9 នេះមើលឃើញថាគឺធំទូលំទូលាយមែនទែនសូម្បីតែនាងខ្ញុំអង្គុយជើងនាងខ្ញុំវែងផងណាក៏អត់មានទើសនៅខាងមុខដែរគឺចូលអង្គុយស្រួលតែម្ដងអត់មានចង្អៀតអត់មានទើសតល់អ្វីទាំងអស់អ្នកខ្ពស់ក៏អង្គុយបានអ្នកទាបក៏អង្គុយបានដែរចានិយាយលេងសើចអីហើយកន្លែងនេះគឺជាកន្លែងដែលយើងបញ្ជាកៅអីយើងឲ្យវាទៅជាផ្អែកផ្ដេកផ្ដួលអង្គុយម៉ាស្សាអីតាមតម្រូវការរបស់យើងហើយខាងនេះគឺទូទឹកកកហើយខាងមុខគឺថាស្រឡះមែនតែនតកងឡានជាមួយអ្នកខាងមុខហើយយើងមានដំបូលផ្កាយដំបូលផ្កាយច្រឡំដំបូលខាងលើខាងមុខមួយជាមួយនឹងដំបូលខាងក្រោយមួយងាកក្រឡេកមើលខាងក្រោយគឺថាកៅអីរបស់គេក៏ធំទូលំទូលាយដែរចាសម្រាប់បើយើងមានកូន3អង្គុយមកល្មមទៅយើងមានកូន4កូន5អង្គុយលើគ្នាទៅចាក៏អត់មានទោសក៏អីដែរហើយខាងមុខនិយាយថាអ្នកខាងមុខកៅអីអ្នកកដាជាមួយកៅអីខាងមុខគឺមានលក្ខណៈពិសេសម្យ៉ាងមួយទៀតគឺយើងមានកៅអីម៉ាស្សាមិនមែនម៉ាស្សាតែអ្នកខាងផ្នែកខាងកដាណាបងប្អូនអ្នកតកងឡានអ្នកអង្គុយខាងមុខក៏មានម៉ាស្សាដែរបងប្អូនដែលមានតម្រូវការប្រភេទ MPV លក្ខណៈគ្រួសារអាចតាក់ទងយក Choice Auto ឥឡូវនេះសូមអរគុណ